nè ở đây dương xoa cùng nè topic rồi bốn topic phản nè hoàn nhang amita mình cho song sinh niệm số kê và trái ghi số kê hay ai thế chứ chẳng mình bốn dương trơ score crew ra đấy và score the mass crew và chung crew chẳng song sinh niệm trái ghi số kê nên và thảo quá cả sinh ta và được khẳng cầu đấy chẳngวัดบ่ខ្ញុំគឺខ្ញុំដាក់ត្រួតបាទ2014មកដល់2018ខ្ញុំរៀននៅសាកលវិទ្យាល័យជាតិមានជ័យនៅសាកលនៅខេត្តបន្ទាយមានជ័យរៀនជំនាញភាសាកូរ៉េបាទរយៈពេល4ឆ្នាំហើយចប់ឆ្នាំ2018ហ្នឹងគឺខ្ញុំបានដាក់អាហារូបករណ៍មក KG SP បាទគឺគូពីចាងហាក់សែងហ្នឹងមករៀនអនុបណ្ឌិតនៅសាកលវិទ្យាល័យឈុំបុកនៅ043ហើយលោកស្គាល់ហើយមែនទេ043បាទនៅសាកលវិទ្យាល័យជាតិហ្នឹងហើយអញ្ចឹងទៅចប់ភ្លាមគឺឡើងមកកូរ៉េភ្លាមឡើងមករៀនបន្តហើយឆ្នាំ2022ដល់សប្តាហ៍ថ្ងៃគឺខ្ញុំធ្វើការនៅក្រុមហ៊ុនវេប្រាក់បាទ E9Pay បាទហើយបងស្គាល់ហើយ E9Pay បាទឃើញគេមកគ្រូបាទហើយបងប្អូនខ្លះធ្លាប់ជួបគ្នានៅកន្លែងណាមួយក៏ថាបានកន្លែងសាចុះដែរបាទចុះខេត្តចុះបាទពីតាំងឡើងបាឡេបាទសាទឹកយើងលោកបងទៅឲ្យនឹងភេស្រាប់អង្សានបាទហើយឆាក់ចុកជឹងបាទគឺសញ្ញាបត្រគឺខ្ញុំមានសញ្ញាបត្រអនុបណ្ឌិតភាសាផ្នែកអប់រំភាសាកូរ៉េហើយនឹង topic កម្រិត5ដោយសារ topic ខ្ញុំរៀនយូរហើយខ្ញុំឡៃរវល់ធ្វើការទៅអត់បានយកកម្រិត6បាទ topic ធំអស់គឺត្រឹមកម្រិត6បងប្អូនបាទហ្នឹងស្គាល់ទេបាទហើយនឹងសាវេតុងហាប់ program ខ្ញុំចប់កម្រិត5ហើយអា key high ហ្នឹងក៏ខ្ញុំប្រឡងចប់ហើយអស់ដែរបាទអញ្ចឹងរួចរាល់អស់ហើយបាទអត់មានឲ្យត្រូវរៀនទៀតទេអញ្ចឹងសម្រាប់បទពិសោធន៍គឺខ្ញុំធ្លាប់រៀនបាទថ្នាក់កម្រិត1កម្រិត2កម្រិត3កម្រិត4បាទរៀនសិស្សសាវេតុងហាប់ program អូមានអ្នកចូលមកទៀត4អ្នកទៀតចាំតិចអញ្ចឹងអ្នកអរគ្នាស្គាល់ទេថាតើ topic គឺជាអ្វីបាទ topic គឺ musical អ្នកឆ្លើយបានទេដែលឮពាក្យថា topic ឯងលឺឯងប៉ុន្តែមិនដឹងថាន័យថាម៉េចដឹងន័យថាម៉េចមែនអញ្ចឹងថ្ងៃនេះយើងមកស្គាល់ពាក្យថា topic សិនបាទអញ្ចឹង topic បានន័យថាតេស្តជំនាញភាសាកូរ៉េបាទប្រឡងជំនាញភាសាកូរ៉េហើយវាក៏បង្កើតដោយវិទ្យាស្ថានជាតិសម្រាប់ការអប់រំអន្តរជាតិក្រោមស្ថាប័នរបស់ក្រសួងសាធារណរដ្ឋកូរ៉េដើម្បីណែនាំពីការរៀនភាសាកូរ៉េសម្រាប់ជនបរទេសបាទដូចយើងហ្នឹងបាទដែលមិនមែនជាជនជាតិដើមហើយនឹងជនជាតិបាទផ្សេងទៀតបរទេសផ្សេងទៀតដែលនៅក្រៅប្រទេសពីប្រទេសកូរ៉េបាទដូចខ្មែរយើងហ្នឹងដូចថៃដូចអីប្រទេសផ្សេងទៀតឡាវមីយ៉ាន់ម៉ាជាដើមហ្នឹងបាទអញ្ចឹងហើយមួយទៀតគឺដើម្បីផ្សព្វផ្សាយភាសាកូរ៉េផងដែរបាទអញ្ចឹងហើយបានគេបង្កើត topic នេះឡើងហើយ topic នឹងទៀតក៏យើងយកសញ្ញាបត្របាទមកដើម្បីប្រើប្រាស់ក្នុងគោលបំណងដូចជាយើងចូលរៀននៅសាកលវិទ្យាល័យនៅក្នុងប្រទេសកូរ៉េហើយយើងដាក់ពាក្យធ្វើការងារនៅស្ថាប័នក្រុមហ៊ុនមួយចំនួនគឺគេត្រូវការ topic ដែរសម្រាប់និស្សិតណាបាទនឹងការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក៏យើងត្រូវមានដែរបាទហើយវាត្រូវបានបែងចែកពីកម្រិត1ដល់កម្រិត6បាទ1ដល់6អញ្ចឹងត្រួសអំពីចំណុចពិសេសរបស់ topic បាទអញ្ចឹងដូចបានរៀបរាប់ខាងលើមិញអញ្ចឹងគឺជូខ្វាន់ហ្នឹងបានគឺខាងគុំនីបគុកជេគឺយុគវ័នជាអ្នកគ្រប់គ្រងបាទអញ្ចឹងវាជាស្ថាប័នរបស់រដ្ឋណាគូកាអ៊ុនយ៉ងណាបាទអញ្ចឹងរដ្ឋជាអ្នកគ្រប់គ្រងបាទអញ្ចឹងវិទ្យាស្ថានជាតិការអប់រំអន្តរជាតិហើយយូហូគីកាន់បាទយូហូគីកាន់នេះគឺសុពលភាព
bà sport phiệp bỏ topic nó cứ miền dạ pe mán là nghe 2 ឆ្នាំ ពីឆ្នាំបាទអញ្ចឹងបើសិនជាយើងប្រឡងហើយចេញលទ្ធផលថ្ងៃណាគេរាប់ពីថ្ងៃដែលប្រកាសលទ្ធផលហ្នឹងរយៈពេល 2 ឆ្នាំបាទពេល 2 ឆ្នាំហើយ topic ហ្នឹងគឺវាបែងចែកជា 2 បាទ topic មួយហ្នឹងវាមានកម្រិត 1 និងកម្រិត 2 បាទអញ្ចឹងកម្រិតមួយកម្រិត 2 ហ្នឹងគេហៅ Kicho Chokin Han Kukon និងញាប់បាទអញ្ចឹងសមត្ថភាពភាសាកូរ៉េមូលដ្ឋានបាទអញ្ចឹងវាមាន 2 ចូលក្នុងហ្នឹងគឺមានទឹកគីហើយនឹងអ៊ីលគីបាទស្ដាប់ហើយនឹងអានហើយសម្រាប់ topic 2 បាទ topic 2 ហ្នឹងគឺចាប់ពីកម្រិត 3 ដល់កម្រិត 6 អញ្ចឹងបើយើងចេះបាទ topic 3 ឬក៏ topic 4 ឬក៏បានកម្រិត 5 ហ្នឹងគឺលែងមានបញ្ហាទៀតហើយបាទតាក់ទងជាមួយនឹងជំនាញភាសាកូរ៉េដែលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃការស្រាវជ្រាវក៏ដូចជាការងារក្នុងវិស័យឯកជនបាទឯកទេសផ្សេងហើយវាមានស្ដាប់មានសរសេរហើយនឹងអានបាទអញ្ចឹងបន្ថែមមួយទៀតគឺគេសរសេរអញ្ចឹងបាទអញ្ចឹងវាមានសរសេរមួយទៀតបងប្អូនបាទអញ្ចឹងសរសេររៀងពិបាកតិចបាទហើយ topic 1 បាទមានទឹកគីហើយនិងអ៊ីលគីដូចខ្ញុំបាននិយាយខាងលើមិញហ្នឹងហើយសម្រាប់ទឹកគីវាមាន30មុនណាំងបាទ30មុនណាំងគឺ30សំណួរហើយរយៈពេលដែលយើងប្រឡងគឺរយៈពេលប៉ុន្មានហ្នឹង40 នាទី រយៈពេល40 នាទី30សំណួរ30 នាទី40 នាទីបាទ40 នាទីហើយអ៊ីលគីចូលអ៊ីលគីគឺ40សំណួររយៈពេលតែ60 នាទីទេអញ្ចឹងសរុបទៅ100 នាទីបាទហើយបន្ទុកសរុបប៉ុន្មានបន្ទុកគឺ200ហើយថ្ងៃក្រោយយើងចង់បាទទៅកម្រិត 2 គឺបាទខ្ញុំបញ្យល់ឲ្យនេះដែរអញ្ចឹងទឹកគីគឺវាមាន50សំណួររយៈពេលប្រឡង60 នាទីអាហ្នឹងសម្រាប់ topic 2 ណាហើយស៊ឺគីវាមាន50សំណួរតែ4បាទ4សំណួរឯង50នាទីបាទហើយអ៊ីលគី50សំណួរដែរប៉ុន្តែរៀងយូរបន្តិចបាទ70នាទីនោះអញ្ចឹងប្រឡងតាំងពីម៉ោង 1 រហូតដល់ម៉ោង 5 បាទបានចេញម៉ោង 4 បាទហើយបន្ទុកពេញរបស់វាគឺ300បន្ទុកមានអ្នកចង់ឈានដល់ topic 2 ឯងចង់យើងត្រូវដាក់គោលដៅឲ្យបានណាបានតែកម្រិត 3 ទៅក៏អានដែរគោលដៅទី 3 យើងដូរទៅសាវេបានកម្រិត 4 ដែរគ្រូបើយើងចប់យើងបានកម្រិត 2 ហើយដូរទៅសាវេបានកម្រិត 3 មែនទេបាទបងបាទត្រឹមត្រូវអញ្ចឹងបើបងបានកម្រិត 2 យើងដូរទៅសាវេចូលរៀនកម្រិត 3ហើយបងដូរទៅតវីសាឬក៏ដូរវីសាបានសុំសួរមួយលោកគ្រូឧទាហរណ៍បើយើងបានរៀនប្រឡងបានកម្រិត 2 ហើយយើងត្រូវទៅរៀនបំពន់ថែមម៉ោងឲ្យគេទៀតអត់លោកគ្រូរៀនប្រគ្រប់ម៉ោងឲ្យគេទៀតអត់ដូចសាហេអត់ហ្នឹងបើសិនជាយើងបានកម្រិត 2 យើងដូរទៅកម្រិត 3 យើងត្រូវចូលរៀនកម្រិត 3 ហ្នឹងដូចតាសាហេដូចគ្នាដែរ100ម៉ោងដែរអញ្ចឹងបង100ម៉ោងដូចគ្នាដែរអញ្ចឹងបាទយើងគាត់ទៅឡើងពីកម្រិត 2 ទៅទេបានន័យថាយើងអត់ឆ្លងកាត់កម្រិត 2 គឺយើងចូលរៀនកម្រិត 3 យកហ្មងអញ្ចឹងណាបាទហើយដល់ពេលយើងដូរទៅយើងមានសុខភាព 2 ឆ្នាំទៀតបានន័យថាបងកាន់ topic គឺបាន 2 ឆ្នាំដល់ពេលបងដូរពី topic ទៅសាហេគឺបងមានសុខភាព 2 ឆ្នាំទៀតហើយចូលរៀនហើយយកក្នុង 2 ឆ្នាំមកអាចដូរវីសាឬក៏តវីសាបានអញ្ចឹងបាទ